ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំបាទរួមជាមួយនឹងក្រុមការងារសុទ្ធបរានធម្មជាតិដើមសម្ោចបានមកដល់បាទកោះរងបាទនៅនេះគេហៅកោះរងហើយនៅភូមិមិនដែរណាមីងបាទភូមិព្រែកស្វាយព្រែកស្វាយសង្កាត់អីនេះព្រែកស្វាយសង្កាត់កោះរងនេះផ្ទាល់តែម្ដងអញ្ចឹងបងប្អូនបាទនេះអតិថិជនរបស់យើងដែលគាត់បានប្រើប្រាស់ជាមួយនឹងសុទ្ធបរានធម្មជាតិដើមសម្ោចហើយយើងបានធ្វើដំណើរមកជួបគាត់បានប្រើប្រាស់ឥឡូវនេះបានធូរស្រាលច្រើនមែនតើឥឡូវយើងចង់ដឹងពីអាការៈនិងសុខទុក្ខរបស់គាត់យើងទៅជួបគាត់ទាំងអស់គ្នាបាទជំរាបសួរម្ដងទៀតណាមីងបាទចាណាមីងមានឈ្មោះអីដែរណាមីងខ្ញុំផុនភៀបបាទណាមីងផុនភៀបណាមីងមានជំងឺអីសពណៃទេបាទខ្ញុំពកកហើយវាថប់ក្នុងដង្ហើមធ្វើឲ្យយើងញ័រក្នុងទ្រូងដេកទៅដូចផិតភ័យក្នុងខ្លួនអញ្ចឹងណាដូចមានអារម្មណ៍អីមានភ័យមានផិតអីចឹងដល់ពេលខ្ញុំឃើញអញ្ចឹងខ្ញុំក៏ឲ្យកូនទិញយកមកបាទទិញយកមកហូបទៅដោយវាអត់មានថប់មានភ័យមានអីទីទេចាជំងឺខ្ញុំមានប៉ុណ្ណឹងតែឥឡូវនេះការប្រើប្រាស់របស់អ្នកមីងអស់រយៈពេលប្រហែលហើយញ៉ាំជាមួយនឹងសុទ្ធបរានធម្មជាតិដើមសម្បត្តិយើងអស់មកប៉ុណ្ណឹងខ្ញុំទិញខែប៉ុន្មានខែ1ហ៎ខែ1ខែប៉ុន្មានខ្ញុំភ្លេចបាត់អាទិញហ្នឹងមើលតាមញ៉ាំកន្លះកំប៉ុងហ្នឹងចាំបានប្រហែលកន្លះខែក៏មើលប្រហែលប៉ុណ្ណឹងចាំខ្ញុំមើលខែប៉ុន្មានទេខ្ញុំទិញហូបហើយក៏ខ្ញុំទៅស្រុកចំណែនាំស្រុកដល់ណាចែស្វាយរៀងណែនាំពួកម៉ាក់គេទិញយកទៅផឹកដែរហើយញ៉ាំតែបានកន្លះខែសុខភាពប្រែប្រួលមែនទេចាវាអត់ថប់វាអត់ភ័យអត់អីញ័រក្នុងទ្រូងឯងហើយកាពះហ្នឹងក៏វាអត់ធ្វើຕົកដែរបាទចាអញ្ចឹងពីមុនមានជំងឺកាពះដែរចាកាពះសន្លាក់ទៀតចាសន្លាក់ឈឺកន្លែងណាឈឺក្បាលជង្គង់ចុករយហ្មងយកប៉ុនដេកកភួនជើងហ្នឹងចុកហ្មងចលោមិនហ៎ឲ្យកូនរឹតរូបលើបាត់ឈឹងហ្មងសន្លាក់ហ្នឹងបាត់ទាំងស្រុងហ្មងសន្លាក់ហ្នឹងបាទអស្ចារ្យមែនតើបងប្អូនបាទនេះយើងបានមកជួបគាត់ផ្ទាល់តែម្ដងហើយនៅលើកោះរងនេះផ្ទាល់បាទនិយាយទៅមិញនេះក្រុមការងាររបស់យើងបានធ្វើដំណើរឆ្លងបាទជាមួយនឹងអុបវ័រមកបាទជិះមកប្រហែលជា40នាទីដែរបំណងពួកខ្ញុំមកលេងដែរទេបាទអញ្ចឹងពេលមកលេងមិនដែរមកកោះរងសោះ9នេះមកលេងបដ ாய் ចូលចែនៅហ្នឹងមកផ្ទះបដ ாய் ទៅបាទអញ្ចឹងឥឡូវនេះធូរស្រាលច្រើនណាស់មីងបាទធូរច្រើនណាស់ខ្លួនច្រើនប៉ុន្តែគាត់ថាកកហ្នឹងវាអត់តន់រៀបអូតែញ៉ាំបានកន្លះខែហ្នឹងបានរយៈពេលខ្លីធូរស្រាលច្រើនប៉ុណ្ណេះអញ្ចឹងពីមុនថប់ដង្ហើមផងរៀងញ័រទ្រូងផិតភ័យផងឥឡូវនេះបាត់អស់លីងបាទសំបីតែកាពះពវៀនស្លាក់ដៃស្លាក់ជើងនេះក៏ជាអស់ដែរបាត់ឆឹងតែម្ដងឆឹងហ្មងទាំងស្រុងហ្មងតែពីមុនឈឺកហ្នឹងអត់ឈឺទេអត់ឈឺទេបាទវាធ្វើឲ្យយើងឈឺក្បាលរោយកកវិលមុខហើយញ័រក្នុងតែឥឡូវបាត់ឈឺក្បាលនៅបាត់ចុះការញ៉ាំការគេងមិនដែរឥឡូវហ្នឹងអូបើរឿងដេកបានពីមុនមកខ្ញុំដេកបានទេម៉ោង1ម៉ោង2ខ្ញុំដេកអត់តន់លក់ញ៉ាំនេះគេងលក់ស្រួលហ្មងចាគេងលក់ហ្មងហើយញ៉ាំបាយឆ្ងាញ់ទេឆ្ងាញ់កូនចៅខ្ញុំថាញ៉ាំត្រាំនេះក៏ហិតបាយឲ្យឃ្លានដែរចាគាត់ដាំបាយពុះខុចហិតតែក្លិនបាយឲ្យឃ្លានដែរបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាអញ្ចឹងទីតាំងនេះបងប្អូនមើលទៅបាទគេហៅថាភូមិព្រែកស្វាយអញ្ចឹងណាមីងបាទនៅលើកោះរងយើងផ្ទាល់តែម្ដងអញ្ចឹងយើងអត់បានជួលបាទអ្នកមីងឲ្យធ្វើការផ្សព្វផ្សាយទេតែយើងឆ្លៀតមកលេងសួរសុខទុក្ខអ្នកមីងហើយដើម្បីផ្ដល់ជូនជាមួយនឹងបទសម្ភាសន៍ពិតដែលអ្នកមីងបានប្រើប្រាស់រយៈពេលខ្លីហើយទទួលបានលទ្ធផលល្អមែនទែនធូរស្រាលច្រើនអញ្ចឹងអ្នកមីងមានអ្វីជំរាបជូនឬក៏មានអ្វីផ្ដាំផ្ញើទៅកាន់អ្នកជំងឺដែលកំពុងជួបបញ្ហាដូចអ្នកមីងបាទសូមអញ្ជើញចាខ្ញុំផ្ដាំអ្នកជំងឺបើឈឺសន្លាក់ដៃសន្លាក់ជើងកាពះពោះវៀនដូចជាដុំគិះអីហ្នឹងហូបទៅដូចខ្ញុំធូរច្រើនបើថាសន្លាក់ហ្នឹងអត់មានឈឺអីមិនតិចសោះឥឡូវនេះជាដាច់ចម្ដងចាជឿអីចាជឿជាក់ខ្ញុំគាត់នៅឃើញឲ្យកូនទៅទិញមកខ្ញុំឃើញគ្រូទៅផ្ទះជាមួយសាមមិនធឿនណាបាទតាមួយពាក់ខ្សែកនេះវែងហ្នឹងខ្ញុំឃើញហ្នឹងខ្ញុំឲ្យកូនទិញទៅមកបាទកូនថាម៉ែថ្លៃខ្ញុំថាថ្លៃអូថ្លៃណាជីវិតយើងទិញអត់បានទេកូនព្យាបាលនៅពេទ្យអឺរ៉ុប10000ណាចាឥឡូវនេះសុំអ្នកមីងចេញមើលបាទអ្នកមីងធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យច្រើនអូខ្ញុំទៅវៀតណាម3ដងហើយអូតែម្ដងអស់ប៉ុន្មានតែម្ដងអស់500ជាងវិញអស់រាប់ពាន់បាត់ទៅ3ដងហើយបើទៅកាន់តែច្រើនដងទៀតកាន់អស់ច្រើនទៀតចាឥឡូវក៏ដល់ខែគេណាបាទអ្នកដែលឈឺមហារិទ្ធអ្នកខ្លះឈឺយកមកលេបទៅក៏មិនដឹងទៅណាមកណៃដែរបាទមិនដែរយូរទៅធ្ងន់ទៅ
ខ្ញុំប្រាប់បទពិសោធន៍ព្រះអង្គមួយខ្ញុំសភាព្រឹកមិញនៅវត្តលើកំពង់សោម ចា បាទគាត់ញ៉ាំថ្នាំតាំងពីអាបោះអាមេរិកតាំងពីស្អីខ្លះអត់ដឹងទេ អូបើរឿងអាសុកបារាណនឹងច្រើនណាស់ បាទគាត់ញ៉ាំអស់ចូល$60000 ផនបារាំងផនស្អីខ្ញុំយកម្ដងចាក់ចោលមួយថងលេបអត់ត្រូវ បាទ ត្រូវខ្ញុំក៏ចាក់ចោលអាណាត្រូវក៏ធម្មតាក៏ចេះតែហូបចឹងខ្ញុំឈឺ6 7ឆ្នាំហើយ អូ មិនឈឺលេងប៉ាន់គាត់ថាជំងឺខ្ញុំហ្មងអត់មានណាភ័យណាផិតអីទេកូនភ័យដូចពុត បាទ ឈឺជំងឺដូចពុត ត្រូវ ជើងមិនថាឈឺចុកចុក អូអាជើងឈឺ6 7ឆ្នាំហ៎ ចា ហើយលោកញ៉ាំបាក់កន្លះខែបាត់អីហ្នឹង បាត់អាជើងបាត់ទាំងស្រុងហ្មងអត់មានចុកមានអីទៀតទេ ហើយឃើញចំណេញឥឡូវប្រៀបធៀបតម្លៃតែគិតតែថ្លៃឥឡូវហ្នឹងមិនថ្លៃណាទៅថោកវែកវិញណាបាទវាព្យាបាលជំងឺជាវាទៅជា ឈើពីមុនមកដើរគាត់នកលដុំថ្មបន្តិចក៏ចង់ដួលដែរដូចតែវារឹងតែស្អីយ៉ាងម៉េចទេ បាទ កលមិនអត់កលអត់ ហ្នឹងមិនថាហ្នឹងហើយចំណេញណាស់ញ៉ាំថ្នាំនេះជួយពង្រឹងប្រព័ន្ធការពាររាងកាយជួយបង្កើតក្របឈាមជួយទាំងអស់ចឹងសូម្បីជំងឺមហារីកដែលប្រភពលោកមើលមិនតាន់ជាផងអានេះមិនមែននិយាយថាលើកតម្កើងអីអស្ចារ្យរបស់ជាតិខ្មែរទេតែវាជាការពិត ចា បាទជាពេញទឹកពេញដី ជាមែនបើខ្ញុំផឹកខ្ញុំថាខ្ញុំធូរអាតឡាក់ហ្នឹងហ្មងណាតឡាក់ឈឺហ្មង បាទអញ្ចឹងបងប្អូនប្រកាសជាស្គាល់អ្នកមីងហើយបាទនៅលើកោះរងនេះផ្ទាល់បាទ ព្រៃស្វាយ បាទគាត់អ្នកមានមុខមានមាត់ដែរនៅភូមិនេះបាទអញ្ចឹងបងប្អូនប្រកាសជាស្គាល់គាត់ហើយបាទនៅភូមិព្រែកស្វាយ បាទនេះចាំមេភូមិហ៎ បាទ អូចាំផ្ទះមេភូមិហ្មងបងប្អូនស្គាល់ចាំបាទអូ បាទអញ្ចឹងស្វាមីបងអ្នកមីងបាទគឺជាមេភូមិព្រែកស្វាយនេះផ្ទាល់តែម្ដងបាទ លពូមេភូមិសង បាទជំរាបសួរផងលពូអូជាប់ដៃណា បាទលពូកំពុងជាប់ដៃបាទអរគុណច្រើនអញ្ចឹងអ្នកមីងជូនពរឲ្យអ្នកមីងបាទមានសុខភាពកាន់តែល្អប្រសើរជាងនេះទៀតហើយកុំបោះចោលឲ្យសោះណាបាទជាមួយនឹងឆ្នាំនេះអញ្ចឹងយើងជាយាមបន្តទៀតបាទ បងប្អូនមកមើលផ្ទះគាត់ប្រហែលជាស្គាល់ហើយបាទមេភូមិព្រៃស្វាយគាត់នៅកោះរងណាហើយមិនណាមកជួលមេជួលប្រពន្ធមេភូមិមកជួលវិញយាយបាទ ខ្ញុំឈឺទាំងអស់ហ្នឹងបើ6 7ឆ្នាំមកឈឺរហូតរ៉ាំ 7ឆ្នាំមកអើយ បាទ គ្រូទាយគេថាយើងគ្រោះ6 7ឆ្នាំអញ្ចឹងទៅហើយបានទៅជាទៅពេទ្យអញ្ចឹងទៅជាទៅនេះទៅនោះគ្រូខ្មែរផងឆ្នាំ ឥឡូវឲ្យគ្រូទាយមើលឆ្នាំនេះស័ក្តិសិទ្ធិអត់ បាទអញ្ចឹងពួកយើងអត់មានលទ្ធភាពឯណាទៅជួបាទទៅដល់បាទភរិយារបស់លោកមេភូមិទេណាបាទអញ្ចឹងនេះគឺជារឿងពិតណាបងប្អូនអញ្ចឹងបងប្អូនដែលជួបបញ្ហាដូចអ្នកមីងសូមបញ្ញាប់បាទព្យាបាលឥឡូវនេះជាមួយនឹងសពរានធម្មជាតិដើមសមោយគឺជាឱសថទឹកដែលមានប្រសិទ្ធភាពពិតប្រាកដមែនអត់មានជាការលេងសើចបោកប្រាស់បោកបិឆោតទៅកាន់បងប្អូនដើម្បីតែផលប្រយោជន៍ទេបាទអញ្ចឹងបងប្អូនដែលចង់ជាដូចអ្នកមីងសូមបញ្ញាប់តាក់ទងមកកាន់ក្រុមការងាររបស់យើង ទឹកតែគាត់ដាក់ឆុងញ៉ាំហ៎ ម្ដងមកកំសៀវម្ដងមកនេះធំតែម្ដងបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាអរគុណជំរាបលាអ្នកមីងណាបាទអរគុណច្រើន